ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលសិក្សារៀនសូត្រជាមួយនឹងវីដេអូរបស់ខ្ញុំនិយាយអំពីមន្តគាថាផងអំពីដើមឈើដែលជាឱសថផងជូនពុកម៉ែបងប្អូនទស្សនាក៏ដូចជាសិក្សារៀនសូត្រដើម្បីស្វែងយល់អំពីរុក្ខឱសថថ្មីយកទៅព្យាបាលរោគជាធិនៅក្នុងខ្លួនហើយថ្ងៃនេះសូមនាំអារម្មណ៍របស់ពុកម៉ែបងប្អូនទាំងគ្នាមកសិក្សារៀនសូត្របាទនៅរុក្ខជាតិមួយប្រភេទដែលមានឈ្មោះថាដើមកកោះនឹងមានអត្ថប្រយោជន៍បែបណាហើយគុណសម្បត្តិយ៉ាងដូចម្ដេចខ្ញុំនឹងជម្រាបប្រាប់ពុកម៉ែបងប្អូនទាំងអស់ទៅនេះដើមកកោះគឺជាដើមឈើមួយប្រភេទដែលយើងយកមកធ្វើជាឱសថផងជាគ្រឿងសង្ហារិមផងដូចជាតុទូកៅអីគ្រឿងផ្ទះមានសសរផ្ទះមានរនាបផ្ទះពុកម៉ែបងប្អូនណាហ្នឹងហើយខ្ញុំដាក់ឈ្មោះវិទ្យាសាស្ត្រនៅខាងក្រោមពុកម៉ែបងប្អូនទាំងអស់គ្នាអាច search ហើយនឹងស្វែងយល់តាមអក្សរនេះចុះជាភាសាអង់គ្លេសហើយលក្ខណៈនៃរុក្ខជាតិនេះគឺជាដើមឈើមធ្យមមានកម្ពស់ពី15ទៅ25ម៉ែត្រស្លឹកមានពណ៌បៃតងរាងពងក្រពើដុះទល់តងគ្នាជាស្លាបបក្សីមាន2ទៅ4គូស្លឹកវាស្វិតនៅខាងលើស្លឹកមានរោមតិចនៅខាងក្រោមមានសរសៃនិងរោមច្រើនស្លឹកប្រវែងពី5ទៅ10សង់ទីម៉ែត្រទទឹងពី2.5ទៅ5.5សង់ទីម៉ែត្រហើយលក្ខណៈផ្កាហ្នឹងគឺផ្កាដុះជាចង្កោមធំមានពណ៌លឿងចេញនៅចុងមែកនិងប្រកៀបស្លឹកហើយលក្ខណៈផ្លែហ្នឹងគឺផ្លែរាងមូលហើយមានបន្លាខ្លះហើយនឹងអត់បន្លាខ្លះពុកម៉ែបងប្អូនណាហ្នឹងហើយផ្លែមានគ្រាប់មួយនៅលើតងគ្រាប់មានរៀងដូចផ្សិតពុកម៉ែបងប្អូនណាហ្នឹងហើយវាចេញផ្កានៅចន្លោះពីខែ3ទៅខែ6ផ្លែចេញពីខែ6ដល់ខែ2កន្លែងដាំដុះរុក្ខជាតិនេះគឺជួនកាលដុះដោយខ្លួនឯងជួនកាលដុះដោយសារគេដាំហើយនៅតំបន់ព្រៃភ្នំនិងកំពង់រាបវាបន្តពូជដោយគ្រាប់រុក្ខជាតិនេះមានរសជាតិសម្បកហ្នឹងមានជាតិល្វីងហើយនឹងចត់ពុកម៉ែបងប្អូនណាបើសិនតែយើងយកទៅដាំហូបគឺទាល់តែយើងអាចចេះរសជាតិទាំងនេះបានយើងអាចហូបកើតពុកម៉ែបងប្អូនរបៀបហើយផ្នែកប្រើប្រាស់ជាឱសថហ្នឹងគឺសម្បកដើមហើយនឹងគ្រាប់សម្បកដើមលាយជាមួយនឹងរុក្ខជាតិឈើផ្សេងព្យាបាលជំងឺរាគនិងរាគមូលពោតដើមគេយកមកព្យាបាលឬក៏ដាំហូបបញ្ចុះព្រូនហើយនឹងជំងឺសើស្បែកមួយទៀតគេដាំឆ្ពង់ឲ្យឬដងបាតហ្នឹងរួញគ្រាប់គេដុសព្យាបាលជំងឺបោសហើយក៏ដូចជារោគសើស្បែកពុកម៉ែបងប្អូនកម្រិតនៃការប្រើប្រាស់ហ្នឹងគឺចន្លោះពី15ទៅ20ក្រាមដាំទឹកហូបក្នុងមួយឆ្នាំងដីហើយឆ្ពង់យើងប្រើព្យាបាលឬដងហ្នឹងពី100ក្រាមទៅ150ក្រាមសម្រាប់ឆ្ពង់ណាពុកម៉ែបងប្អូនរុក្ខជាតិនេះយើងមិនពិបាកសម្គាល់ទេគឺភិនភាគដោយអ្វីដែលខ្ញុំបានពិពណ៌នាមិញហើយពុកម៉ែបងប្អូនណាហ្នឹងហើយបើសិនតែអ្នកណាគេដែលមិនស្គាល់កកោះពុកម៉ែបងប្អូនទាំងអស់គ្នាអាចសួរនៅបងប្អូនឬក៏ចាស់ដែលនៅតំបន់នោះបាននិយាយទៅដើមកកោះនេះខ្ញុំជឿថាប្រជាជនទាំងមូលប្រជាជនខ្មែរយើងជាច្រើនលោកបានស្គាល់ហើយដើមកកោះនេះហើយដើមកកោះនេះដូចអ្វីដែលខ្ញុំបានរៀបរាប់ហ្នឹងគេយកមកធ្វើគ្រឿងសង្ហារិមផងយកមកធ្វើជាគ្រឿងផ្ទះផងយកមកធ្វើជាឱសថសម្រាប់ព្យាបាលរោគព្យាធិនៅក្នុងខ្លួនផងអរគុណពុកម៉ែបងប្អូនទាំងគ្នាដែលតាមដាននិងទស្សនា